សូមជូនកំណាប់នៃចម្ពោះទី6ប៉ុន្មានខែដំបូងនៃរបបខ្មែរក្រហមក្នុងវីដេអូនេះមានចែកចេញជា6វគ្គដូចតទៅវគ្គទី1ជីវភាពថ្មីក្នុងខេត្តកំពង់ស្ពឺវគ្គទី2ភស្តុតាងយុគសម័យថ្មវគ្គទី3អនុស្សាវរីយ៍នៃការចាប់ត្រីកាលនៅកមារវគ្គទី4ទាំងអស់គ្នាក្លាយជាកសិករវគ្គទី5តាអែលគ្រួសារកសិករខ្មែរសាមញ្ញវគ្គទី6ការរៀបចំភូមិនិងគ្រួសារធំយើងចូលដល់ខែឧសភាឆ្នាំ1975វគ្គទី1ច្រើនថ្ងៃកន្លងទៅការរស់នៅមិនដឹងច្បាស់ទឹកស្រែមានដក់ខ្លះឯទឹកស្រះក៏មិនមានពេលនេះស្ងាត់ជាងមុនចោតមូលធនផយករៀនអ្នកធ្លាប់ធ្វើទាហានផទៅរៀនជាប់ទោសធ្ងន់ការនោះខ្ញុំឮច្បាស់កសាងខ្លះអ្នកមូលធនរដ្ឋការទាំងគ្រប់ធនជាប់ទោសធ្ងន់ទាំងបំពេញពួកវាអំពាវនាវខំស្រាវជ្រាវរកទាហានអ្នកច្បាប់និងអ្នកមានឲ្យទៅរៀនទាំងប្រុសស្រីវាថាទៅរៀនសូត្រគឺការភូតផបែបថ្មីការពិតយកប្រឡ័យជីវិតខ្សែបាត់ទាំងស្រុងដំបូងខ្ញុំមិនជឿគ្មានជំនឿរឿងយងខ្នងពួកនេះគ្មានបំណងវាយចាប់ចងមិនប្រកបក្រោយមកទើបដឹងច្បាស់រឿងប្រទះភាពជូរចត់ធ្វើបាបគៀបសង្កត់យើងខំអត់ទាំងកើតទុកថ្ងៃមួយវាដេញទៀតឲ្យយើងឃ្លាតឆ្ងាយទៅមុខប្រាប់ឆ្ងាយទើបបានសក់នៅសំកុកដាច់អាហារបងវិចយើងស្ពាយទៅរកលំនៅដូចវាថាគោលដៅគ្មានប្រាថ្នាគ្រប់គ្រួសារក៏ដូចយើងដើរយឺតចិត្តមួយថ្ងៃហត់ទាំងដៃអស់ទាំងជើងផ្លូវខ្សាច់ក្តៅដូចភ្លើងរលាកជើងក្មេងស្រែកយំគេឯងដូចយើងដែរមិនមានតែគ្រួសារខ្ញុំទៅមុខទាំងបង្ខំមុខក្រៀមក្រំដោយមេឃក្តៅមានអាមេយោធាមួយវាថាមិននៅភូមិនេះហើយជាចម្លើយយោធាខ្មៅវាកត់ឈ្មោះអស់ទៅឲ្យគង់នៅគ្រួសារជុំភូមិនេះឈ្មោះភូមិជ្រែជនបទខ្មែរក្បែរជើងភ្នំតបព្រៃចាប់កើតក្រំទីតាំងធំជាមូលដ្ឋានផ្ទះឈើនេះធំដែររចនាខ្មែរពីបុរាណចង្អៀតតែនៅបានឯចង្ក្រាននៅខាងក្រោមវគ្គទី2ភស្តុតាងយុគសម័យថ្មយើងនៅក្នុងខែឧសភាឆ្នាំ1975ព្រឹត្តិការណ៍ដ៏ចម្លែកឃើញផ្ទាល់ភ្នែកជនថ្មីយើងដូចរឿងធ្វើផ្កាភ្លើងខ្ញុំលើកឡើងរឿងដ៏ប្លែកបំពង់ឫស្សីញាត់កចានបែកថ្មគោះនឹងដែកគោះច្រើនដងអាណែកការភ្លើងបែកឆេះក្នុងកចំបើងកំទេចឈើដាក់ពីលើជាគំនរផ្លុំផ្លាំងផ្សែងខ្មៅសឆេះបន្តអណ្ដាតភ្លើងខ្មែរក្រហមជក់បារីរបៀបថ្មីភ្ញាក់គេយើងបំពង់តើយបង្កើតភ្លើងអង្គការយើងល្ងើដំឡឹងនៅមានរឿងមួយទៀតខ្ញុំខំឆ្លៀតកត់ឲ្យដឹងជនថ្មីទាំងអស់នឹងរស់តានតឹងស្អែកមិនទៀងពេលថ្ងៃខ្វះចំណីពេលយប់ថ្មីគ្មានចង្គៀងចន្ទរាភ្លឺមិនទៀងពេលមានព្រៀងភ្លើងរលត់យើងជុំផ្ទះតាអែលសំណាងដែរចិត្តល្អសត់ចន្លោះមាន3ឈុតចែកយើងដុតបំភ្លឺដែរខ្ញុំរៀនធ្វើចន្លោះមិនឲ្យខុសក្បួនតាអែលជាប់ត្រាច់សម្បូរក្រែលាយខ្សាច់ដែរឈើមាត់ខៃរួចរុំនឹងស្លឹកត្នោតទាំងត្រណោតយកហាថ្ងៃស្ងួតយូរទើបប្រពៃល្អពេកក្រៃគុណភាពដែរចន្លោះធ្វើបានច្រើនអាចប្រើបានរៀងរាប់ខែខ្សែគោខ្ញុំវិញដែរដូចអ្នកស្រែខ្ញុំបណ្ដោយខ្ញុំចង់ដឹងចេះច្បាស់របៀបខ្លះទុកថ្ងៃក្រោយចេះច្រើនមិនខកឡើយដល់ថ្ងៃក្រោយអាចជួយខ្លាំងខ្ញុំឃើញខ្ទមតាអែលទ្រូលបដែរព្យួរជញ្ជាំងមិនប្រើរដូវប្រាំងត្រូវការខ្លាំងខែវស្សាព
វគ្គទី3ការចាប់ត្រីការនៅភាពកុមារវ័យក្មេងច្រើនឆ្នាំមុនខែទឹកជន់ខ្ញុំមានទ្រូជីកភ្លឺស្រែទឹកហូរស្ទាក់ដាក់ទ្រូត្រីតូចធំភ្លឺឡើងខ្ញុំនឹងមិត្តដើរទៅជិតមើលទ្រូខ្ញុំត្រីកំភ្លៀងជាប់ទាំងក្រំកក់នៅផ្ដំពេញធ្ងន់ម្លឹងការនោះចាប់ឲ្យសបាយមិនឲ្យធ្លាយខ្លាចម៉ាដឹងម៉ាខ្ញុំវិន័យតឹងធ្វើអញ្ចឹងបាបទាំងស្រុងឆ្នាំមួយខែកដឹកភ្ញាក់ពីព្រឹកមើលអន្លង់ត្រីច្រើនជាប់នៅក្នុងធ្វើអន្លង់លេងកំសាន្តដាក់ទ្រូចាប់កូនត្រីអន្លង់ក្តីទាំងប៉ុន្មានគ្រាន់តែកែកំសាន្តឥតគិតស្មានកម្លាំងកាយកាលនោះចាប់ត្រីលេងជាមួយក្មេងពេញសប្បាយឥឡូវខុសគ្នាឆ្ងាយគ្មានទាំងបាយម្នាក់ឃ្លានឥឡូវគេឯងប្រែខ្លាយអ្នកស្រែខ្មែររាប់លានអត់ត្រីអ្វីក៏គ្មានខ្ញុំចង់រៀនធ្វើលបទ្រូសង្ឃឹមដល់ថ្ងៃក្រោយវាសាហើយនៅមិនយូរឧបករណ៍មានមួយគូគឺលបទ្រូយកចាប់ត្រីរាល់ថ្ងៃអាហារគ្មានម្នាក់ឃ្លានខ្វះចំណីខ្ញុំនឹកអាចចាប់ត្រីទឹកជុកដីខែវស្សាពេលនេះអ្វីក៏អត់រឿងកំសត់គ្រប់គ្រួសារមិនដឹងដល់ថ្ងៃណាទើបអង្គការកែទម្រង់វគ្គទី4ទាំងអស់គ្នាខ្លាយជាកសិករខែឧសភា1975ខ្ញុំនៅចិត្តតាអែលចង់ចេះដែរសុំគាត់រៀនទ្រូលបគង់ថ្ងៃមានរកត្រីបានឧបករណ៍គ្រប់ចង់រៀនពីតាអែលចង់ចេះដែរធ្វើទ្រូលបតាគាត់គំនិតស្របបង្រៀនគ្រប់ឧបករណ៍ថ្មីខ្ញុំនឹងតាពីរនាក់ចូលព្រៃរៈរកឫស្សីវ៉ាខ្នឹងដោះពេញដីយកមកច្នៃគ្រឿងនេសាទយប់ក្រោមពន្លឺខែមានតាអែឲ្យអវាទខំត្បាញឲ្យជាប់ស្អាតរួចហើយស្រេចសម្រាប់យើងទ្រូលបល្អឥតខ្ចោះព្យួរឲ្យខ្ពស់ឆ្អើរផ្សែងភ្លើងប្រើការបានក្រុមយើងថ្ងៃក្រោយឡើងនេសាទត្រីដាក់ខ្លួនជាកសិករក្នុងភូមិក្រខ្វះបាយឆីអាណាចារយើងជន់ថ្មីពួកអវិជ័យគ្មានមេត្តាអ្នកនិយាយប្រឆាំងខ្លះតតាំងខំតវ៉ាជួនយកទៅប្រហារជាដំរាលដល់ក្មេងចាស់នេះជាព្រឹត្តិការណ៍ពិតមិនប្រឌិតកត់ផ្ដេសបរមាករតំណាងព្រះពួកអកញ្ចេះចោលក្នុងទឹកអារាមគ្មានលោកសង្ឃឲ្យដោះស្បង់បង្ខំសឹកលោកនេនឬលោកផឹកដេញឲ្យសឹកពីវត្តវាជនខេមរាទាំងអស់តស៊ូរស់ទាំងវេទនាទុកសោកពេញកម្ពុជាទាំងអស់គ្នារងគ្រោះធំអ្នកក្រុងខ្លាយអ្នកស្រែឲ្យខំកែខ្លួនលត់ដំធ្វើការតាមកងក្រមវាបង្ខំធ្វើការខ្លាំងវគ្គទី5តាអែលគ្រួសារកសិករខ្មែរសាមញ្ញឯគ្រួសារខ្ញុំវិញរស់ទូម្នេញផ្ទះតាអែលយាយសពរស់ធរដែរដូចកូនកែជួយយើងខ្លះផ្ទះតាឃ្លាំងស្ករត្នោតគួរឲ្យកោតពីងច្រើនណាស់ខាងក្រោមនិងលើផ្ទះគាត់ជាម្ចាស់ទាំងអស់នេះតែឯងនិយាយប្រាប់ថាស្ករចូលបញ្ជីរួចក្មេងកំលួចចាស់ខ្លំដឹងខ្ញុំទុកពីងមួយនឹងលាក់ស្ងាត់ឈឹងជូនដល់ម៉ាត្រូវលាក់ឲ្យចិត្តមានស្ករលិតកុំធ្លាយចេញកុំដាំស្ករខ្លោចឆ្អិនស្ករចៅក្លិនផ្អើលគេណាស់ពួកយើងសំណាងល្អពេលឃ្លានក្រស្ករជួយខ្លះចែកហូបក្មេងតូចចាស់រឿងចាំច្បាស់កំសត់ឃ្លានតាឯប្តីប្រពន្ធសង្គមមុនជាអ្នកមានថ្ងៃមួយពួកចៅព្រានរឹបធនធានគឺអង្គការគាត់មានកូនដល់3ធំប្រុសស្រីកែនយោធាដោយក្មេងភូមិគ្រប់គ្នាធ្វើយោធាចេញពីផ្ទះកូនប្រុសពៅ2ឆ្នាំខ្ញុំចំណាំវាចេះណាស់តាអែលនិយាយច្បាស់និទានខ្លះចេញសម្ដីផ្ទះធំដោយពលកម្មជាច្រើនឆ្នាំកាប់ឆ្ការព្រៃមានចំការមានទាំងដីកម្មសិទ្ធិថ្មីស្រែចំការគាត់ថាព្រៃនេះគ្មានម្ចាស់ទេឲ្យតែគេខំឧស្សាហ៍កោះគល់ឈើកាប់ឆ្ការស្រែចំការស្រូវដំណាំគាត់មានដីចំការធំអស្ចារ្យដោយពលកម្មខិតខំជាច្រើនឆ្នាំស្រូវដំណាំបានភោគផលហេតុនេះមានជាងគេគ្មានទំនេរភ្នាល់មន់ជុលស្ករត្នោតល្អបានផលមានប្រាក់សល់មានទាំងផ្ទះជើងភ្នំដីសម្បូរអ្នកក្រធ្ងោគឺខ្ជិលណាស់ព្រៃឈើដីឥតម្ចាស់តើខ្ជិលណាស់ទើបថាក្រខ្ញុំជឿគាត់ជាក់ណាស់
ស្ថានភាពចាស់ដីព្រៃល្អផ្ទុយពីអង្គការផលេះបង្កបាសកកោទាំងនេះចង់លើកឡើងស្រុកខ្មែរយើងព្រៃសម្បូររបបថ្មីផ្លាស់ប្ដូរគ្មានអាសូររះអត់បាយវគ្គទី6ការរៀបចំភូមិនិងគ្រួសារធំចុងខែឧសភា1975រឿងតាសិនចោះរៀបក្បាយក្បោះគ្រួសារខ្ញុំយើងជ្រកបានជួបជុំផ្ទះគូសំធ្វើពីឈើផ្ទះតាមាន2ជាន់ទូលាយក្រាន់ក្រាលក្តារឈើក្រោកគោយើងនៅលើក្រោមមានធ្នើសម្រាប់មាន់គ្នាច្រើនផ្ទះចង្អៀតយើងបញ្ជ្រាបបានគ្រប់គ្រាន់ជំរកឥតធុញទ្រាន់ទីនេះគ្រាន់យើងធ្លាប់ស្រាប់ព្រឹកភ្លឺសំលេងជួងអ្នកទាំងពួងឲ្យទៅឆាប់រាប់រយចេញប្រញាប់ជុំគ្នាស្ដាប់ទិសអង្ការមេភូមិឡើងនិយាយមានសម្ដីប្លែកអស្ចារ្យជនចាស់18មិនិនា17មេសាអ្នកមកថ្មីអង្គការបង្កើតថ្នាក់ពីវណ្ណៈខុសពីក្រៃខុសប្លែកពីទ្រឹស្ដីសង្គមថ្មីស្មើគ្រប់ជននិយាយខឹងសម្បាគ្រប់គ្រួសារចោតមូលធនចោតយើងពាក្យដ៏ធ្ងន់ចោតនាយទុនរឿងស្លាប់រស់វាចែកមុខសញ្ញាឲ្យធ្វើការក្មេងស្រីប្រុសកើបអាចគួកោខ្ពស់ក្មេងទាំងអស់កូនអង្គការចាស់ទុំទាំងស្រីប្រុសនោះទាំងអស់ត្រូវធ្វើការគ្មានឲ្យរៀនធម៌អាធម៌សាសនាអស់មានអីមកចាស់ឲ្យដេកស្លឹកតាំងពីព្រឹកតាមក្រុមយាយស្លឹកត្នោតដេករាល់ថ្ងៃស្លឹកកែច្នៃទុកប្រក់ផ្ទះរីឯខ្ញុំនេះវិញជំរះចេញស្លឹកពីធៀងស្លឹកត្នោតគោពេញឃ្លាំងក្បែរជញ្ជាំងទុកនៅផ្ដំបន្ទះស្លឹកត្នោតដេទាំងយាយគេទាំងម៉ាខ្ញុំដេរួចដាក់មួយដំវាបង្ខំដេចូលឃ្លាំងស្លឹកដេធ្វើដំបូលផ្ទះស្លឹកបន្ទះធ្វើជញ្ជាំងស្លឹកត្នោតគោក្នុងឃ្លាំងឲ្យខំខ្លាំងខំសម្រក់បន្ទះស្លឹកកំណរខ្ញុំឲ្យពរយកទៅថ្លុកត្រាំទឹកលាយនឹងផុកយើងត្រាំទុកក្នុងទឹកជ្រាំថ្ងៃក្រោយគ្នាច្រើនអ្នកចូលទឹករាក់រាវស្លឹកត្រាំចុះជុះឲ្យអស់ជ្រាំហាថ្ងៃទ្រាំឲ្យស្ងួតសិនក្លិនស្អុយជាប់ពេញដៃស្អុយរាល់ថ្ងៃមិនបាច់ក្លិនថ្នោតទុំច្របាច់ពេញដៃលាងចេញកាត់ក្លិនខ្លះបើស្លឹកមិនត្រាំផុកវាឆាប់ពុកដំបូលផ្ទះ3យប់ត្រាំស្អុយណាស់ស្លឹកបន្ទះជាប់រាប់ឆ្នាំចំពុកទី6ចាប់វគ្គទី1ដល់វគ្គទី6សូមអរគុណសូមតាមដានរឿងនេះទៅតាមចំពុកដូចខាងក្រោមនេះ